ចាប់ដើមនេះស្អីរឿងមកយើងក៏បានឃើញបរិសម្នាក់មិនដឹងថាគាត់កើតមកពីណាំពីណីនោះទេពេលនោះដោយសារតែគាត់ដើរមិនបើកភ្នែកចំពុកជើងដួលធ្លាក់Hello bro ស្រាប់តែពេលនោះមិនដឹងថាមានសត្វអ្វីទេនៅពីក្រោយខ្នងរបស់គាត់ប្រាដាស្គាល់ខ្ញុំតិចពេកឯងស៊ីមកឈើរស់សង្ហារបស់យើងដើរសុកស្រាប់តែរកឃើញឆ្កែមួយនោះឆ្កែបានសួរទៅបរិសង្ហាថាហេ bro មានចង់ស៊ីអត់ bro អូ no អត់មាននោះទេឆ្កែនោះរកនឹងខំគាត់ទៅហើយស្រាប់តែពេលនោះ bye bro យោជើងរបស់ខ្ញុំពេលនោះបរិសង្ហារបស់យើងក៏បានកាប់ឈើធ្វើទូកធ្វើដំណើរទៅមុខទៀតក៏បានទៅជួបជាមួយនឹងអ្នកភូមិចូលមកនោះមកពីណាណោះហេ bro ចាំខ្ញុំនៅហ្នឹងឯងខ្ញុំចុះទៅលើបរិសង្ហារបស់យើងគ្រាន់តែមកដល់ភូមិភ្លាមគឺសាច់កម្មភ្លាមពេលនោះអ្នកភូមិសុំដូរទូកជាមួយនឹងបរិសសាច់កម្មរបស់យើងពេលនោះអ្នកភូមិស្វីតពេកធ្វើឲ្យបរិសសាច់កម្មរបស់យើងស្រត់ទឹកភ្នែកតែម្ដងតែគាត់អត់លឺយូរពេកដូចជាអ្នកមើលផងដែរឈប់ពូបន្ទាប់មកបរិសកម្មរបស់យើងក៏បានទៅលួចផ្លូវទីភ្លើងរបស់គេហើយគាត់បានទៅម៉ាញពេលនោះបរិសកម្មរបស់យើងជីករកឃើញរេស្តូគាត់ប្រែคล้ายវាទៅជាដៃម៉ុនវាមិនដែលបកហួរម៉ងហេ bro គូក្បាលប្រូឆ្លាតខ្ញុំខ្ចីទៅសិនពេលរសៀលឈានមកដល់លេជប់ពេលរាត្រីស្ងប់ស្ងាត់ជិតមកដល់ចុំអាណាធ្វើគេនៅក្រុមដើមឈើចុំស្អីគេសសដូចខ្មោចចុំខ្មោចមែនពេលនោះបរិសកម្មរបស់យើងក៏បានបើកកាតាបមើលប៉ុន្តែអត់មានអីសោះក្នុងខ្លួនមានតែដុំដី2 3ដុំស៊ីមកដុំដីហេ bro ពេលនោះបរិសកម្មរបស់យើងក៏បានហោះទៅបុកជាមួយនឹងខ្លែងហើយធ្លាក់ចូលក្នុងទឹកតបមកគាត់បានឃើញផ្ទះមួយហើយគាត់ឥតក្បាលចូលមកក៏ឃើញតាថ្មប់ bro ស្គាល់អានេះអត់ bro យោគឺថាបែបនេះសាច់កម្មយកតែមែនតើពេលនោះបរិសកម្មរបស់យើងបានអនុទឹកមកជួបជាមួយនឹងគោហើយក៏ចាប់រំលោភគោតែម្ដងពេលនោះគាត់បានក៏លេចភ្នែកទៅបានឃើញសភៅអ្វីមួយយ៉ាងហើយនេះជាសភៅរបៀបផលិតផាត់ថលកាត់មកពេលយប់វិញពេលនោះ skeleton 2ក្បាលកំពុងតែនិយាយសាសងគ្នាបេកអូហូស្ទឹងផងស្រាប់តែបរិសកម្មរបស់យើងមិនដឹងទេដើរមកពីណាទេបានចាប់មឹកមួយច្បាច់បាញ់ទឹកខ្មៅពេញនឹងតែម្ដងអាហ្នឹងគេហៅអាចហ្នឹងពេលនោះ skeleton បំរុងនឹងបាញ់គាត់ទៅហើយមួយដៃក្តារមុខដាក់ពេលនោះដែរគាត់ក៏បានដកដៃដូចជានាងនាថហើយយក skeleton ទាំងអស់នោះមកកិនដូចជាម្សៅតែម្ដងបន្ទាប់មកគាត់យកមកធ្វើជាបិសាចសប៉នបិសាចខ្ញុំក៏ដឹងថាបិសាចនេះមានឈ្មោះអីដែរដឹងត្រឹមថាបិសាចនេះខ្លាំងនៅក្នុង Minecraft វាមានក្បាល3ណាពេលនោះបិសាចកំពុងតែបញ្ចេញមហិទ្ធិឫទ្ធិបាញ់ទៅពីពេញនោះផងស្រាប់តែបរិសកម្មរបស់យើងបានកវិសដៃទៅត្រូវនឹង skill របស់ខ្លួនឯងតមកទៀតគាត់កាន់ pickaxe ហើយជីកបិសាចនោះខ្លាចជា portal បាត់ទៅអូខេពេលនោះគាត់បានយកដកេះមកបង្កើតបានជា portal ហើយគាត់បានឆ្លងចូលទៅក្នុងនោះបាត់ទៅផ្ដុំសាច់រឿងមកយើងក៏បានឃើញបរិសកម្មនោះណាបានឆ្លងចូលមកកាន់ឋានរស់ហើយពេលនោះរូបគេបានក៏លេចទៅឃើញលោកបងជ្រូកកំពុងតែអាំងភ្លើងប៉ុន្តែអាចថាធ្វើស្ទៀវបែកញើសធំតែម្ដងហើយគាត់បានក៏លេចមើលក្រុមជើងរបស់គាត់ប៉ុន្តែអត់មានអីសោះខណៈពេលនោះដែរមិនដឹងថាមានគោមកពីណាទេបានបុកគាត់ធ្លាក់ទៅក្រុមយកតែម្ដងហើយធ្លាក់ទៅលើសត្វអ្វីម្យ៉ាងនោះទេដោយសារតែខ្ញុំភ្លេចឈ្មោះបាត់ហើយអូយវាផ្កាច់ផ្កិនហើយហោះទៅបុកផាត់ថលឆ្លងទៅភពដើមវិញទៅគ្រាន់តែចេញមកក្រាបភ្លាមធ្វើវាផ្កាច់ផ្កិនបាញ់ទៅពីពេញហ្នឹងទៅពេលនោះបាញ់ដោយទាំងជ្រូកមួយផងដែរកាត់មកពេលថ្ងៃវិញពេលនោះមានស៊ុំប៊ីនិង skeleton ពីក្បាលកំពុងទៅឈរនៅក្រោមដើមឈើពេលនោះស៊ុំប៊ីត្រូវថ្ងៃនឹងគាត់លេបាត់ទៅហើយ skeleton អស់សំណើចពេកធ្វើធ្លាក់ឃ្មុំគាត់តិចត្រូវទាំងអស់គ្នាទៅកាត់មកខាងបរិសង្ហារបស់យើងវិញពេលនោះផាត់ថលរបស់គាត់បានបែកហើយគាត់បានទៅកាប់ឈើបន្ទាប់មកយកទៅបង្កាត់ភ្លើងមិនត្រឹមតែឆេះផាត់ថលទេសូម្បីតែព្រៃឈើក៏ឆេះផងដែរឆេះដោយទាំងផ្ទះអ្នកភូមិផងដែរពេលនោះផាត់ថលរបស់គាត់បើកបានមួយភ្លេចក៏បាត់ទៅវិញបាត់គាត់ខំពេកកប់ឈើទៅត្រូវខ្លួនឯងស្លាប់បាត់ហើយគ្រាន់តែគាត់កាត់មកភ្លាមមិនដឹងថាស៊ុំប៊ីមកពីណាទេចាក់គាត់ពីក្រោយងាប់អស់ពី3ដងបាត់ You know, spawn killing is pretty cheap.
នោះដោយសារនិយាយឲ្យស្ដាប់គ្នាគាត់ក៏បានវាយស្លាស់ធ្វើឲ្យខ្លួនគាត់ខ្លាំងជាងមុននិងប្រែក្លាយស៊ុំប៊ីនោះខ្លាយទៅជាស្អីនោះទេមើលមិនយល់ពេលនេះបរិស័ទកម្មរបស់យើងបានឆ្លងភពចូលមកកាន់ឋានរូបម្ដងទៀតហើយនឹងដូរទីតាំងមកដល់ប្រាសាទ skeleton ខ្មៅតែម្ដងពេលនោះបរិសង្ហារបស់យើងស្ទាវពេកហត់ទៅវាយ skeleton ខ្មៅចង់បាក់ដៃឯងពេលនោះគាត់ដកដៃដូចជា Luffy ទៅចាប់ជ្រូកមួយនៅក្បែរនោះហើយយកទៅកោះក្បាល skeleton ខ្មៅដូចជាម៉ាស៊ីនតែម្ដងពេលនោះបរិសង្ហារបស់យើងបានក៏លេចភ្នែកទៅឃើញហើយពេលបើកមកគឺជាខមាសពេលនោះមានបិសាចជ្រូកមួយប៉ុន្តែមិនមែនមួយនោះទេចង់មកវាយប្រហាររូបគាត់ពេលនោះបរិសកម្មរបស់យើងបានតដំឡៃឡើងទៅលើយ៉ាងលឿនបន្ទាប់មកគាត់ក៏បានបោះដុំមាសមួយទៅក្រោមធ្វើជ្រូកទាំងអស់នោះលោតតែម្ដងណាពេលនោះដែរមាន skeleton មួយបានបាញ់គាត់ទម្លាក់ធ្វើឈុតកន្លែងនេះកំសត់ជាងរឿងចំប៉ុនទៅទៀតខណៈពេលនោះដែរមិនដឹងថាមានហេរ៉ូមកពីណាទេបានមកជួយសង្គ្រោះគាត់នេះគឺជា player ម្នាក់ទៀតធ្វើឲ្យបរិស័ទកម្មរបស់យើងរំភើបចិត្តមែនទែនព្រោះអីរូបគេរស់នៅមិនឯងឯកាយូរណាស់មកហើយដូចជាអ្នកខ្លះផងដែរប៉ុន្តែរំភើបមិនបានប្រមាណវិនាទីផងស្រាប់តែមាន slam ធំមួយបានសង្កត់ player មនុស្សនោះស្លាប់បាត់ទៅធ្វើឲ្យបរិស័ទកម្មរបស់យើងកំសត់មែនទែនហេបរោះអាចថាពេលនោះជ្រូកគោះបរិស័ទកម្មរបស់យើងធ្លាយទៅដល់ឋានព្រះច័ន្ទតែម្ដងពេលគាត់ដឹងខ្លួនមកវិញពេលនោះគាត់បានឃើញផាន់ដាមួយកំពុងតែលេបមុខគាត់ហើយគាត់នៅជាប់នៅមាត់ទន្លេប៉ុន្តែបរិស័ទកម្មរបស់យើងមិនទាន់អស់ចិត្តសែននោះទេផ្លេចជួយរំលែកទុកគាត់ម្នាក់មួយផងទៅពេលនោះបរិស័ទកម្មរបស់យើងកំពុងតែឈរមើលថ្ងៃរះផងមិនដឹងថាមានចោលមកពីណាទេបានមកជុំគាត់មកពីក្រោយនេះប្រូយកឲ្យមើលមែនយើងមិនត្រូវការនោះទេប្រូខ្ចីតងសិនអេសុំគ្រប់ឯងសុំគ្រប់ឯងភ្លើមែនវិញយើងបាត់ចូលវាសិនពណ៌ដែងចាំទទួលពេលនោះបរិសង្ហារបស់យើងដល់ភ្លេចមើលក៏ធ្លាក់ចូលទៅក្នុងខែបាត់ពេលនោះបរិស័ទកម្មរបស់យើងបានធ្លាក់ក្បែរប្រាសាទផុតថយឆ្លងទៅភពនេះប៉ុន្តែរូបគេបានជួបឧបសគ្គជាច្រើនខណៈពេលនោះដែរ Enderman Bean នឹងដកក្បាលបរិស័ទកម្មរបស់យើងម្ដងទៀតហើយតែដោយសារតែគាត់ធ្លាប់មានបទពិសោធន៍គាត់នោះណាបានដកភ្នែក Enderman ដាក់ចូលផុតថយឆ្លងទៅភពនេះបាត់ទៅគាត់គ្រាន់តែឆ្លងចូលមកភ្លាមពេលនោះគាត់បានឃើញនាគយ៉ាងធំហោះកាត់ទៅលើក្បាលគាត់នាគនោះណាចេញមកមានបានប្រមាណវិនាទីផងស្រាប់តែបរិស័ទកម្មរបស់យើងដាក់ស្ពៃបាត់ហើយពេលនោះបរិស័ទកម្មរបស់យើងបំរុងនឹងស្លាប់នាគនោះហើយប៉ុន្តែនាគនោះធ្វើមុខជូតពេកធ្វើឲ្យបរិស័ទកម្មរបស់យើងស្ទាក់ស្ទោរក្នុងការស្លាប់វាសាច់រឿងបរិស័ទកម្មរបស់យើងក៏មកដល់ទីបញ្ចប់ផងដែរគ្មានភាគបែកនោះទេអធិស្ឋានផងបើមានកំហុសខុសឆ្គងនៅត្រង់ណានៅក្នុងវីដេអូមួយនេះសូមជម្រាបលាជួបគ្នានៅពេលក្រោយបាយបាយ